ចង់សាកមើលមួយអាទិត្យនឹងរៀនចេះមែនអត់ហើយខ្ញុំអត់ដឹងតិចនិចចាប់ដៃឆ្វេងអីទេព្រោះខ្ញុំអត់ដែរហ្មងខាងនឹងព្រោះខ្ញុំពីមុនធ្លាប់តែអ្នកលក់ដូរនៅផ្សារនៅ live អីចឹងចាដល់ពេលមកថ្ងៃដំបូងវារៀងពិបាកសម្រាប់ខ្ញុំព្រោះខ្ញុំដៃខ្ញុំខូចហើយដូចខ្ញុំធ្លាប់ប្រាប់គ្រូអ្នកគ្រូចឹងហើយទៅខ្ញុំអត់ដែរកាន់តោះហ្មងប្រើប្រាស់ដៃនេះគឺខ្ញុំអត់ដែរចាខ្ញុំនៅតែខ្ញុំថាខ្ញុំស៊ូចុះគេគ្រប់គ្នាធ្វើបានហេតុអីខ្ញុំធ្វើមិនបានមនុស្សដូចគ្នាអញ្ចឹងខ្ញុំបរាជ័យច្រើនហើយអញ្ចឹងខ្ញុំសម្រេចចិត្តចូលនៅនេះខ្ញុំត្រូវខំស៊ូទោះមិនបានបន្ទុកល្អក៏ខ្ញុំយល់ខ្លះ 50% ដែរសម្រាប់ខ្ញុំមកនេះ50អ្នកគ្រូខ្ញុំចាប់បានចាពីថ្ងៃទី3ទៅខ្ញុំមានអារម្មណ៍ថា50%ខ្ញុំអាចហ៊ានចូលអញ្ចឹងខ្ញុំនឹងស៊ូតទៀតហើយបើផលលំបាកវិញបច្ចុប្បន្នហ្នឹងអ្នកគ្រូនៅផ្ទះ3នាក់ម៉ែកូនអញ្ចឹងព្រលឹមឡើងត្រូវងើបដាំបាយធ្វើម្ហូបព្រោះកូនខ្ញុំ2នាក់ទៅរៀននឹង2ចាអញ្ចឹងទៅយកគាត់ទៅផ្ញើនៅបងស្រីហើយនឹងបានមកវិញបានវិចបាយមកខ្លួនឯងអញ្ចឹងទៅហើយទៅវិញធ្វើបាយម្ហូបឲ្យកូនទៀតអូខេអូខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើតស៊ូឲ្យខ្ញុំរំភើបថ្ងៃហ្នឹងខ្ញុំរំភើបខ្លាំងហើយមានទំនុកចិត្តឡើងមករៀង 70% ចាអូខេចឹងចង់ផ្ដាំឲ្យបងប្អូនស៊ូអត់ធ្មត់តស៊ូព្យាយាមនឹងបានសម្រេចអូខេចាអូយខ្ញុំគិតថាវីដេអូនេះគួរតែផុសមុនគេព្រោះខ្ញុំមានអារម្មណ៍ថាសូម្បីតែខ្ញុំជាអ្នកអង្គុយនិយាយមួយគាត់ក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំបះរោមជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ EMT podcast ចំនួនទី14អូខេថ្ងៃនេះគឺខ្ញុំចង់ចេញវីដេអូមួយទៀតសម្រាប់សិស្សដែលគាត់ទៅតែបញ្ចប់ថ្នាក់រៀនតរំភ្នែកចំនួនទី14មុននឹងជួបពួកគាត់ខ្ញុំចង់និយាយពីប្រវត្តិនៅក្នុងការរៀនខ្លះអាចទេរយៈពេលមួយសប្តាហ៍គិតថារៀនចេះខ្ញុំគិតថាបើអ្នកអត់ស៊ូរៀនអត់ចេះបើអ្នកអត់ស៊ូធ្វើអត់បានហើយបើអ្នកដែលគាត់ចូលមកគ្រាន់តែមកចង់ដឹងក៏ទៅអត់រួចដែរមកទឹកខ្ញុំពិតជាមានមោទនភាពទៅលើពួកគាត់ដែលគាត់រយៈពេលត្រឹមតែមួយសប្តាហ៍គាត់អាចចាប់ផ្ដើមចេញពីអ្នកអត់ចេះសោះពីអត់ដឹងថាដៃឆ្វេងកាន់មិនដៃឆ្វេងដៃកដាលមានបញ្ហាទៀតស្រាប់តែគ្រាន់តែគាត់ព្រមធ្វើវាខិតខំតស៊ូអត់បោះបង់ស្រាប់តែថ្ងៃនេះខ្ញុំឃើញថាគាត់មានលទ្ធផលផ្សេងហ្មងលទ្ធផលហ្នឹងគឺវាលើសពីអ្វីដែលខ្ញុំរំពឹងទុកទៀតខ្ញុំមិននឹកស្មានថាពួកគាត់រយៈពេលមួយអាទិត្យហ្នឹងគឺគាត់អាចធ្វើឲ្យការងារតបំភ្នែកមួយឲ្យលើ model ម្នាក់ដែរអត់ចាក់អត់ឈឺអត់ធ្ងន់ហើយគាត់អាចធ្វើឲ្យ model ស្អាតជាងមុនទៀតហើយចង់ដឹងថាគាត់ជាអ្នកណាអត់ស្វាគមន៍បងទាំងពីរអ្នកស៊ូចាវីដេអូមួយនេះមិនមែនជា feedback ទេមិនមែនជាការអ្នកគ្រូល្អណាស់អីមិនបាច់ទេអូខេវាមិនមែនជាការ feedback ព្រោះខ្ញុំជឿថាគ្រាន់តែបងអាចចេះអាចធ្វើបានរយៈពេលមួយអាទិត្យនេះគឺស្មើនឹង feedback បាត់ហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យបងមកខាតពេលនិយាយទៅលើសកម្មភាពរបស់ពួកខ្ញុំទេតែខ្ញុំចង់ឲ្យបងអាចចែកម្លែកបានទេថាអាចប្រើពាក្យថាបទពិសោធន៍ទៅណោះកន្លងមកមុនពេលដែលយើងចូលមកក្នុងវិស័យនេះតើយើងជួបរឿងអីខ្លះភ្ជុះភ្លៀងបែបណាខ្លះអាចចែកម្លែកបានទេនៅក្នុងវីដេអូមួយនេះតាខ្ញុំសម្រាប់ខ្ញុំខ្ញុំក៏ធ្លាប់ធ្វើជាងមួយដែរចាពេលដែលយើងធ្វើអីអត់ច្បាស់លាស់នឹងខ្លួនឯងយើងត្រូវមករៀនយកកន្លឹះមកឬមូលដ្ឋានរបស់គ្រូគេបរៀនបានយើងដិតដល់យើងទៅវិញក៏យើងបើកបានល្អធ្វើបានល្អហ្នឹងឯងហើយចង់និយាយថានិយាយការរៀនការអីយើងត្រូវរៀនទៅត្រូវធ្វើដៃចាដល់ពេលយើងទៅមានន័យថាពេលដែលយើងមករៀនអញ្ចឹង
វាដឹងទាំងអស់ដឹងថាអ្នកគ្រូកាន់តែគៀបមិនហើយមិនសោករោមភ្នែកចូលរោមភ្នែកយើងមិនចាឃើញផ្ទាល់អូខេចឹងធ្វើអីអត់ងាយស្រួលទេដល់តែយើងមករៀនបន្ថែមចាតែអ្វីដែលខ្ញុំចង់ដឹងហ្នឹងគឺប្រវត្តិពីបងវិញតើបងធ្លាប់ជួបរឿងអីគេដែលអាចចែកម្លែករឿងផ្ទាល់ខ្លួនក៏បានដែរខ្ញុំឯអ្នកគ្រូចារឿងអីគេថាអាចថាយើងធ្លាប់មានសង្សារ10នាក់អត់តែនិយាយលេងទេអាចថាយើងធ្លាប់បរាជ័យរឿងអីខ្លះយើងមានអត់រឿងធ្លាប់ជោគជ័យរឿងអីខ្លះយើងមានអត់មានន័យថាវាគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងខ្ញុំបរាជ័យពេលដែលខ្ញុំធ្លាប់ទៅរៀនខ្លាចសាឡនខ្ញុំរៀនហើយខ្ញុំអត់យកទៅបអនុវត្តទេខ្ញុំចាប់បានមានគ្រួសារមានកូនខ្ញុំអីដល់ពេលហ្នឹងទៅខ្ញុំអត់អនុវត្តដល់ពេលឥឡូវខ្ញុំត្រូវការមកចាប់ចេះវិញខ្ញុំមកធ្វើវិញគឺវាផ្លិចអស់លេងហើយដល់ពេលសំបីតរោមភ្នែកតអីខ្ញុំកប់ពីមុនខ្ញុំទៅរៀនតពីគេដល់ពេលហ្នឹងទៅវាអត់ស្តង់ដារអ្នកគ្រូពេលចាប់តាគៀបចាប់រោមភ្នែកចាប់អីគឺអត់ស្តង់ដារទាំងអស់ទៅពេលហ្នឹងទៅខ្ញុំបរាជ័យអាហ្នឹងមួយយើងខាត់ពេលវេលាដល់ពេលយើងមករៀនចេះយើងចេះច្រើនយើងចេះមានន័យថាយើងក៏ធ្លាប់ជួបរឿងបរាជ័យដែរអូខេចាស់បន្ទាប់ពីជួបរឿងនឹងហើយឆ្លងកាត់ព្យុះភ្លៀងនឹងហើយឥឡូវយើងឆ្លងកាត់ចប់មួយវគ្គទៀតហើយមានអីចង់ជាការលើកទឹកចិត្តទៅដល់អ្នកមើលវីដេអូអត់ចង់ប្រាប់ថាធ្វើអីធ្វើឲ្យច្បាស់លាស់ពេលដែលយើងធ្វើច្បាស់លាស់ហើយយើងបើកហាងបើកអីគឺយើងមានមោទនភាពខ្លួនឯងហើយយើងចេះអាហ្នឹងច្បាស់មែនតើចាហើយយើងក៏ទទួលបានភ្ញៀវចូលមកច្រើនដែរចាភាពល្បីល្បាញលើខ្លួនយើងឲ្យតែយើងមានភាពច្បាស់លាស់ខ្លួនឯងអូខេអញ្ចឹងអ្នកមើលណានេះគឺជាបទពិសោធន៍ល្អមែនទែនដែលបងស្រីគាត់ក្លាហានហ៊ាននិយាយនៅរឿងដែលបរាជ័យរឿងបរាជ័យគ្មានណាគេចង់និយាយទេមែនទេមានណាគេចង់មកអួតថាខ្ញុំធ្លាប់បរាជ័យរឿងនេះរឿងនោះឯងប៉ុន្តែខ្ញុំគិតថាការលើកឡើងរបស់គាត់គឺពិតជាជួយធ្វើឲ្យអ្នកមើលគាត់ហើពីវិធីនៅក្នុងការទៅចាប់ផ្ដើមថ្មីបានអូខេអរគុណបងចុះបងវិញអាចចែកម្លែកតិចអត់អីរឿងអីក៏បានកុំសើទេឲ្យតែអាចចែកម្លែកបានមានន័យថារឿងដែលយើងបរាជ័យច្រើនពេកអ្នកគ្រូដល់ពេលចាំនិយាយអត់ដឹងយកចំណុចណាយកមកឥឡូវក្នុងវីដេអូមួយនេះតើចង់ឲ្យអ្នកមើលគាត់ដឹងពីអីដែលយើងគិតថារឿងហ្នឹងធ្វើទៅអត់ល្អឯងកុំធ្វើចាសម្រាប់ខ្ញុំធ្លាប់បរាជ័យដោយសារខ្ញុំយកវ៉ាន់មកឡាយលក់ហើយខ្ញុំទិញពេកខុសហ្នឹងគ្រូអូខេអូណបបិសាទហ្នឹងក៏អាចចែកម្លែកបានដែរចាដល់ពេលហើយតែខ្ញុំអត់ខ្ញុំធ្លាប់ចង់បោះបង់ម្ដងដែរចាហ៊ីអួលតិចអត់អីទេតែកំឡុងចិត្តអូខេតាមពិតអូខេអើយេហត់ចេញពីកាមេរ៉ាមួយសុំ operator សុំกระดาษជូតមាត់អូខេតាមពិតខ្ញុំយល់ពីអារម្មណ៍គាត់ដោយសារតែមនុស្សដែលយើងធ្លាប់ជួបរឿងច្រើនពេកពេលដែលមកចែកម្លែកយើងអត់អាចមានភាពក្លាហានមកនិយាយថាខ្ញុំធ្លាប់បរាជ័យយើងអត់អាចអញ្ចឹងទេព្រោះវាធ្វើឲ្យចាក់ចំកន្លែងយើងតែហេតុអីបើអ្នកគ្រូមកសួររឿងហ្នឹងកំពុងតែនិយាយរឿងហ៊ានហុំភ្នែកមែនអត់តាមពិតឡើយហ្នឹងគឺខ្ញុំចង់លើកទឹកចិត្តទៅដល់មនុស្សស្រីយើងអ្នកដែលគាត់អូខេគាត់ឲ្យគាត់សម្រួលរំសិនចាំពេលណាអូខេចាំចូលវិញបងភ្លេចណារឿងកាមេរ៉ាតាមពិតខ្ញុំចង់ចែកម្លែកដល់មនុស្សស្រីយើងព្រោះពេលខ្លះពួកគាត់បកាយហើយគាត់ក្លាហានមែនតើហើយបើនិយាយពីការតស៊ូខ្ញុំគិតថាមនុស្សស្រីតស៊ូជាងមនុស្សប្រុសទៀតតែភាគច្រើននៃប្រជាជនយើងកន្លងមកគឺគាត់ខ្លាចអត់ហ៊ានចាប់ផ្ដើមចា៎ដោយសារតែការចាប់ផ្ដើមម្ដងបរាជ័យ2ដងបរាជ័យ3ដងបរាជ័យមនុស្សទោះរឹងមាំប៉ុណ្ណាក៏ដោយបើសិនជាបរាជ័យច្រើនពេកលែងហ៊ានធ្វើហើយមែនអត់ចា៎អូខេអញ្ចឹងខ្ញុំមានការចែកម្លែករឿងផ្ទាល់ខ្លួនបើយើងចង់ធ្វើរឿងអីមួយឲ្យបានផលកុំប្រើពាក្យជោគជ័យយើងនិយាយថាយើងចង់ធ្វើរឿងហ្នឹងមួយឲ្យបានផលយើងត្រូវស្គាល់រឿងហ្នឹងឲ្យច្បាស់យើងត្រូវស្គាល់ថាតើយើងស្រឡាញ់វាពិតមែនអត់
nhôm nơi không vì sai mới nấy nhôm sờ lạnh bà nhôm ai thua mà đo ngày nâng bà nhôm ai sờ lạnh té nhôm nâng bà chạy thầm pe để nhôm chụp ca lòng bạ bà đây có tao nó về lư ta vâng ấy anh ấy còn đằng coi của bạn có thơ chỉ tua môi đầm bay nhôm ok cặp bất nó có nông video ní bà dương về bị ca thoát mình chỉ ca thoát bà promote là cứ chỉ ca thoát để nhôm bất chỉ chọn lược đặc trận nửa xây mình tàn hay nhôm chưa tham miên viên không muốn chó này để quát thơ video đầm bay lực đặc khiêm nửa xây tại còn tha ở vậy để nhôm ai thưa đá cứ nhôm thưa tại chùm nợ tôi để dân thưa nó nông bạch bản này tụi nhôm chỉ khổ này chắc nhôm bất chỉ chọn ao ấy nhẹ để con mà hiền hồn này nè quát ban mà chạy lại mớ ta hướng nát để quát thua tao lọ hướng nát để quát thua tao lọ hay bữa ăn lọ nè cua tao thưa bạn nè hay bữa sân chỉ lọ cua tao to bạn nè cặp bất bông bạch miền rõ môi thèm hạt ơi gì bông cầm tư hở kho hở thời tôi lơ hướng này dương kho hào mình tay dương thời tài đi tam bao bị sao nhung dương thời tài môn chập đam ấy muối dương thời miền ca vị thiện nâng ca cất nâng ca đập han ca ở chỗ bà môn pe nhung ba cái này đi muối á nhung cất tăng vì chín năm món khai nâng chưa thà nhung ba cái này mùi chín năm pin á đòi nhung điệp han ca tay một khai hỏi nhung ai đa tam han ca tiền group thằng miên chập và làm khơi tha thằng nó im thích bệnh miên chỉ lọt chấn các bất nhung đăng ba đầy tha nhung thua bạt nâng ạ bạn nhung ai thơ bàn dù nhung miên vị thi ba đầy tay số tha không sai khưởng bong và hai chị bong ở toàn bàn mơ khơi ha cô ta dương ấy kì hay dương sẵn gì ọt dương tôi thơ vi dương su ọt hay bà dương su ta dương su thờ cái lạnh ọt thờ chôn dương su men ta ọt thờ cái lạnh còn lạnh này cô su bàn tay bia ọt thờ cái lạnh được nha cô dễ trong bia tròn cái lạnh trà ai thế tha mau bị dương xong vậy tan trắng đó nhìn chạp chưa cây pek nhé chúng ta dương tục chất cây pek chúng ta cái dương sẵn cây pek còn với ai nâng miết hướng chỉ tròn cả lan này giống vì nhôm mới nhất á bông anh ấy nhôm lực đặc chất bông to màu hay có đôi chị nè mơ đài để chụp hướng đôi bóng á nhôm cất ha khục hướng đằng á sắp tầm miên vị thi đo xẻ còn đại dương hiên đo xẻ vị ẩn dương hiên phải cho một vị ẩn số tha chỉ vật nhóm lắp chụp hướng bà chơi ẩn bờ nhôm hẹp bông tha ọt miến á bông bà chơi hôm mình đưa mình nè tái để chụp khó ăn ta tha bà chơi hai miên vị thi nằng miên flow ta hở ở khuôn anh đi chấm đàn chương môn ọt là hồi đang ngày này nhưng mà ta hiên phở ở một lần anh tha nhung cứ chốt chơi hai để nhưng mà ta hiên của nhung đang tha lâu ta hợp hiệp chốt chơi nơi bên trên ai điện nhưng mà ai tôn chốt chơi thầm bên năng tỷ nhưng mà ta ai tôn chốt chơi thầm mà nhung khai chỉ khổ nè thế nhung ai cho khai chỉ ấy môi tiệt mình đây hà vi cứ chỉ cô đau và tổ các bất nhung chưa tha quát cứ chìm nơi đặt cái hay không để to su điện tái và hai chia hờ cái lại môi đại dương á thơ vi ở đo ti bằng chọc ở toàn khởi tâm bất nhung có tha ở lỡ dương chập đam mày ta dương chập đam bao chồng hiên thằng mày ta ở lỡ bông mà không bị sai môi nè ta bông sẵn gì ở bông thời suốt con ai chập bà dạ pe mà sắp đà bảo mình sẵn nhá mình ở suốt ba này vì môn mà nhung sợ bằng phật nè cô kia bị sai to hổm này nhưng mà đó là nhung tam đan yểm thế nhung mơ tới nhung mẹ rắm nhung chập rắm món nhung thật càng nghiêng nước ảnh sọp bàn tay mơ tới được tẹt chặt món này cô cho ngày dương mà xa hay nhung trong xạ trong xạ mơ mà tật nâng hiến che men ọt hay nhưng mà đang tịch nịch chặt đầy cho anh ấy tê của nhung ắt đai món hàng nâng của nhung vì muốn lọp tàn nhẹ lụa đầu xa nơi lai vậy chẳng đọc bê máu ngay từ bố vì hiện bà bạ xâm nhập nhau của nhung đai nhung khô cháy ơi đôi nhung lọp hẹp cổ chẳng hay tới nhung mặt đai cắn to món hợp hẹp đai như nhung mặt đai nhung nơi ta nhầm thay nhầm sù cho cái cục kia thơ ban hai anh nhầm thơ mình bàn mình được đôi kia chẳng nhầm bà chơi chờ này chẳng nhầm sầm đặt cho châu này đấy nhầm thấy khom sù tao mình ban phần tụ lõ có nhầm vô
ខ្លះ50%ដែរសម្រាប់ខ្ញុំមកនេះ50អ្នកគ្រូខ្ញុំចាប់បានចាពីថ្ងៃទី3ទៅខ្ញុំមានអារម្មណ៍ថា50%ខ្ញុំអាចហ៊ានចូលអញ្ចឹងខ្ញុំនឹងស៊ូតទៀតហើយបើផលលំបាកវិញបច្ចុប្បន្នហ្នឹងអ្នកគ្រូនៅផ្ទះ3នាក់ម៉ែកូនអញ្ចឹងព្រលឹមឡើងត្រូវងើបដាំបាយធ្វើម្ហូបព្រោះកូនខ្ញុំ2នាក់ទៅរៀននឹង2ចាអញ្ចឹងទៅយកគាត់ទៅផ្ញើនៅបងស្រីហើយនឹងបានមកវិញបានវិចបាយមកខ្លួនឯងអញ្ចឹងទៅហើយទៅវិញធ្វើបាយម្ហូបឲ្យកូនទៀតអូខេអូខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើតស៊ូឲ្យខ្ញុំរំភើបថ្ងៃហ្នឹងខ្ញុំរំភើបខ្លាំងហើយមានទំនុកចិត្តឡើងមករៀង70%ចាអូខេអញ្ចឹងចង់ផ្ដាំឲ្យបងប្អូនស៊ូអត់ធ្មត់តស៊ូព្យាយាមនឹងបានសម្រេចអូខេចាអូយខ្ញុំគិតថាវីដេអូនេះគួរតែផុសមុនគេព្រោះខ្ញុំមានអារម្មណ៍ថាសូម្បីតែខ្ញុំជាអ្នកអង្គុយនិយាយមួយគាត់ក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំបាសហូមអ្នកនរនេះធ្លាប់ឮរឿងខ្លះបាសហូមហ៎មែនទេតាមថាខ្ញុំព្រឺសវល់ខ្លាំងមែនតើផងថាពេលខ្លះយើងគិតថាជីវិតយើងពិបាកតែយើងអត់ដែលដឹងថាជីវិតគេពិបាកមិនខ្លះមែនទេអ្នកខ្លះជួបរឿងពិបាកជាងយើងទៀតគ្រាន់តែគាត់អត់ដែលបានចែកម្លែកដូចបងស្រីចឹងខ្ញុំមិនដែលដឹងថាអូគាត់តស៊ូចឹងឯងខ្ញុំមិនដែលដឹងថាអូមុនពេលគាត់មករៀនគាត់ត្រូវធ្វើអីខ្លះយើងគិតថាគេប្រហែលជាស្រួលហើយមករៀនតាមពិតណោគេមានរឿងច្រើនហើយដែលគេមុននឹងបានមករៀនឬមួយក៏ចេញពីរៀនគេអត់បានសម្រេចអីគេត្រូវទៅធ្វើរឿងមួយទៀតហ្នឹងកន្លែងហ្នឹងខ្ញុំគិតថាអ្នកដែលមើលវីដេអូនេះគួរតែអាចនិយាយបានថាមើលគំរូគាត់មើលគំរូអ្នកដែលគេតស៊ូពិតប្រាកដមើលគំរូពេលដែលគេមិនបោះបង់ទៅគេអាចទៅដល់រឿងអីមួយក៏ប៉ັດសួរថារយៈពេលមួយសប្តាហ៍បើសិនជាគាត់មិនមែនជាមនុស្សតស៊ូខ្ញុំជឿថាគាត់ឈប់បាត់ទៅតាំងថ្ងៃទី3មកគាត់ពិបាកហ្នឹងខ្ញុំជឿថាគាត់គឺនឹងបោះបង់វាតែឥឡូវថ្ងៃទី7ហើយគាត់ធ្វើបានទៀតហើយប៉ັດជាស្អាតមែនជាទូទៅខ្ញុំអត់និយាយទៅសារសិស្សដើម្បីគាត់សុខចិត្តទេបើការងារគាត់អត់ស្អាតគឺខ្ញុំនឹងប្រាប់គាត់ថាអត់ស្អាតទេបងត្រូវកែឡើងនេះតែពួកគាត់ថ្នាក់នេះគឺពិតជាធ្វើបានល្អខ្លាំងមែនតើហើយខ្ញុំមានមោទនភាពមែនតើបងនិយាយការពិតនៅក្នុងវីដេអូនេះដូចខ្ញុំនិយាយដែរគោលបំណងខ្ញុំធ្វើមិនមែនដើម្បីជាការ feedback ឲ្យបងមកតសើខ្ញុំទេប៉ុន្តែខ្ញុំពិតជាចង់ធ្វើវីដេអូមានមោទនភាពមួយទៅដល់សិស្សនឹងចង់ផ្ដាំផ្ញើទៅអ្នកដែលគាត់មិនហ៊ានចាប់ផ្ដើមឬមួយក៏គាត់ចាប់ផ្ដើមហើយតែគាត់បរាជ័យអញ្ចឹងគាត់ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់គាត់ត្រូវដាក់គោលដៅឲ្យច្បាស់ថាគាត់ធ្វើអីគេហើយគាត់ស៊ូអត់មនុស្សពេលដែលមានគោលដៅល្អក៏មិនប្រកាសថាជោគជ័យដែរមែនអត់ខ្ញុំដាក់គោលដៅឆ្នាំហ្នឹងឆ្នាំ2026ត្រូវធ្វើអីតែសកម្មភាពខ្ញុំអត់មានទេសួរថាខ្ញុំអាចទៅមុខរួចអត់ខ្ញុំអត់ស៊ូទេហត់តិចតួចខ្ញុំរត់បាត់ទៅរួចអត់ក៏អត់ដែរសួរថាក្នុងរយៈពេលមួយសប្តាហ៍នេះក្នុងអារម្មណ៍បងជាសិស្សបងមានចាប់អារម្មណ៍ថាខ្ញុំមានគោលចំហមួយជាគ្រូម្នាក់ដែលរឹងមាំមែនតើនេះមែនចាមានអារម្មណ៍ថាអូអ្នកគ្រូដូចអត់ហត់ចឹងចង់និយាយថារៀនម្នាក់គ្រូហើយរៀនវគ្គរំចាំហើយចង់រៀនវគ្គរំនៃអីចង់រៀនវគ្គរំចាំទៀតអូខេហើយធំប្រវេមាត់ហ្នឹងវាហៅការបរិញ្ញាបត្រអ្នកគ្រូល្អផ្ចិតផ្ចង់សូម្បីតែទ្រឹស្ដីការនិយាយគឺអ្នកគ្រូនិយាយបានទាំងអស់ចាមិនមែនថាចេះតែបរិញ្ញាបត្រនេះអត់ទេអ្នកគ្រូបរិញ្ញាបត្រសូម្បីទ្រឹស្ដីអ្នកគ្រូ EMT ចូលមកនិយាយទ្រឹស្ដីស្ដាប់ឡើងទៅហោមកពេលអ្នកគ្រូនិយាយមកយើងចង់និយាយថាយើងមានអារម្មណ៍ចង់រៀនហើយមានទាំងការលើកទឹកចិត្តឲ្យវិភាគទៅអ្នកគ្រូលើកទឹកចិត្តនៅផ្ទះមើលកូនមើលអីក៏បើចង់រកស៊ីដែរអីអានេះគឺជាការប្រើកម្លាំងខ្ញុំក៏ដូចបងដែរបើខ្ញុំរៀនហើយហ្នឹងខ្ញុំទៅយកលុយពីរំភ្នែកបានហើយខ្ញុំនឹងមករៀនតរំភ្នែកឡំចាមកសាមកឲ្យផ្លុំប្រវេមាត់ខ្ញុំចង់រៀនហើយខ្ញុំប្រាប់អ្នកដែលខ្ញុំស្គាល់ខ្ញុំថាបើសិនជាចង់រៀនទៅរៀនសាលាអ្នកគ្រូល្អមិនថាអ្នកគ្រូធំអ្នកគ្រូតែ
ទាំងហើយនេះហ៎ TS ចា គាត់អើយគាត់មកកាន់ដៃយើងតបតបង្ហាត់យើងតតែយើងយល់បានគាត់ដើរចេញ មកថ្នាក់វាតែគ្រូមួយណា ចា ពីរបីនាក់មានគ្រូមួយសម្រាប់មើលយើងរហូត ចា ហើយសូម្បីតែការយកអវ៉ាន់មកឲ្យយើងទៅរៀនក៏គាត់យកមកឲ្យយើងនិយាយទៅយកចិត្តទុកដាក់សម្រាប់យើងមើលទាំងដៃដាក់មិនត្រូវហើយការអង្គុយអត់ត្រូវក៏គាត់ប្រាប់ល្អមែនតើ អត់មានភុញ TS ណោះ เนาะ សូម្បីតែអ្នកគ្រូក៏យកហៅដើរមើលម្ដងមួយដល់តែចប់ ចា អរគុណអ្នកគ្រូខ្លាំង គុណដូចគ្នា ព្រៀន ចា ចេះបានច្រើននិយាយទៅអាចនិយាយបានថាក្នុងមួយអាទិត្យហ្នឹងខ្ញុំជីងទៅបើកខាងធ្វើឲ្យភាពបាន ចាដោយទំនុកចិត្ត ចា អូ អត់ ខេ មានហៅដូចពីមុនខកចិត្តអីបើមិនចាប់តាគៀមិនមិនចិត្តតទៅតាក់រោមភ្នែក1 2កៅមិនដុំអត់ទេឥឡូវបើកបាន ចាអូខេអូខេបងអញ្ចឹងវីដេអូយើងក៏រៀងយូរដែរបងអាចនិយាយអារម្មណ៍តិចទៀតទេថាបន្ទាប់ពីបងតស៊ូមួយអាទិត្យនេះតើបងរកឃើញអីពីខ្លួនឯងអត់ហើយបងមានគោលដៅអីទៀត សម្រាប់ខ្ញុំអ្នកគ្រូអើយគោលដៅខ្ញុំអើយពេលដែលខ្ញុំចេញពីនេះនឹងចេះទៅខ្ញុំចង់អើយដំបូងខ្ញុំធ្វើឲ្យភ្ញៀវព្រីសិន ចា 4 5នាក់អីសិនហើយ អូ បន្ ខេ ទាប់មកខ្ញុំអើយចាប់ផ្ដើមអើយគិតលុយពីគាត់ហើយ ចា បើសិនជាយើងនៅថ្មីខ្ញុំអាចមាន discount សម្រាប់គាត់ចឹងណាអ្នកគ្រូ អូខេ ហើយខ្ញុំចង់ថារៀនថែមប្រហែលមុខទៀតចេះខ្ញុំចង់ឲ្យបើកនៅផ្ទះក៏បានឬក៏នៅផ្សារក៏បានហើយខ្ញុំដាក់លក់ផលិតផលផងហើយខ្ញុំធ្វើអាហ្នឹងផង អូខេគោលដៅច្រើនណាស់ណា សម្រាប់ខ្ញុំអ្នកលក់ផលិតផលស្រាប់ហើយអ្នកគ្រូប៉ុន្តែ ចា៎ គ្រាន់ថាខ្ញុំវាអត់សូវចេះ live នឹង page ខ្ញុំចាញ់នឹងវីដេអូ អូខេ ព្រោះរាល់ថ្ងៃខ្ញុំមានអារម្មណ៍ថារៀងហត់អើយដោយសារយើងមើលកូនផងជូនកូនទៅរៀនផងបាយទឹកផងហើយដឹកអាវ៉ាន់ឲ្យភ្ញៀវ មេដាដៃ100 មករៀនរាល់ថ្ងៃជួនកាលអត់លើកទូរស័ព្ទតែសុំទោសគេឆាតមកកំងអាវ៉ាន់អញ្ចឹងខ្ញុំថាសុំទោសចាំខ្ញុំចេញពីសាលាខ្ញុំដឹកទៅឲ្យ នេះទៅហៅថាមេដាដៃ100មែនបើនិយាយពីរវល់វិញគឺសឹងថាមកប្រទេសធ្វើតែឯងកាយនេះអូខេអរគុណមែនតើបងទាំងពីរសម្រាប់ គ្រូបរិញ្ញា ចា៎ ដោយយកចិត្តទុកដាក់ហើយខ្ញុំពិតជារំភើប ចាអូយអរគុណបងបោះហូមទៀតទេអូខេអរគុណសម្រាប់ការចែកម្លែកនៅក្នុងវីដេអូមួយនេះ ចា អរគុណបង អរគុណ ចាបាយបាយ